ទល់ពេលនេះពាក្យសម្ដីដែលយើងទទួលបានពីមាត់របស់ជនសង្ស័យទាំង3នាក់បានធ្វើការសារភាពនៅទោសកំហុសរបស់ខ្លួនឯងហើយថាពីដំបូងហ្នឹងរូបខ្លួនទាំង3នាក់ហ្នឹងគឺបានធ្វើការដាក់ថ្នាំងងុយដេកក្នុងចូលទៅក្នុងភេសជ្ជៈឲ្យយុវតីរងគ្រោះហ្នឹងគឺទទួលទានបន្ទាប់មកបានធ្វើសកម្មភាពរំលោភបោកដោយខ្លាចបាយការក៏សម្លាប់យុវតីរងគ្រោះហ្នឹងគឺបំបិទមាត់ចោលតែម្ដងហើយចំណុចទី3ហ្នឹងចុងក្រោយគឺប្លន់យកទ្រព្យសម្បត្តិដែលជាខ្សែកនៅជាប់ខ្លួនរបស់យុវតីដែលជាជនរងគ្រោះហ្នឹងផ្ទាល់តែម្ដងគួរបញ្ជាក់ផងដែរថាជនសង្ស័យទាំង3នាក់ហ្នឹងគឺខាត់ខ្លួនបានតែម្ដងកាលពីម្សិលមិញហ្នឹងហើយមានអាយុចាប់ពីចន្លោះ15ទៅ16ឆ្នាំពលគឺនៅត្រឹមតែជាអនេតជនតែប៉ុណ្ណោះបងប្អូនចំពោះជនសង្ស័យដទៃទៀតគឺសមត្ថកិច្ចលោកកំពុងតែធ្វើការដុតដៃដុតជើងយ៉ាងយកចិត្តទុកដាក់មែនតែនចាហើយសមត្ថកិច្ចគាត់កំពុងតែធ្វើការនៅរឿងហ្នឹងមែនតែនបងប្អូនក្នុងការតាមប្រម៉ាញ់យកជនសង្ស័យមកបដោះទានទោសតាមច្បាប់ឲ្យទាល់តែបានត្រឡប់ទៅមើលដូចជាមួយឆ្នាំ2ឆ្នាំមុនរឿងរបស់វីណាណាខ្សែជីវិតរបស់វីណាបើសិនជាបងប្អូនធ្លាប់ទៅមើលនៅក្នុងរោងកុនក៏ដូចជាធ្លាប់អានអត្ថបទខ្សែជីវិតរបស់វីណាគឺបងប្អូនបានដឹងអីចានិយាយទៅរឿងហ្នឹងគឺវាអត់ខុសពីអ្វីដែលជួបជាក់ស្ដែងនៅក្នុងរឿងនេះទេកូនស្រីម្នាក់ដែលគាត់បានស្លាប់ហ្នឹងគឺជីវិតមុននឹងស្លាប់គឺអត់ខុសពីរឿងរបស់វីណាទេបងប្អូនចាហើយរឿងវីណាហ្នឹងគឺជារឿងរបស់ប្រទេសឥណ្ឌូនេស៊ីដែលគេដកស្រង់ចេញពីទស្សនវិជ្ជាផ្ទាល់ជាក់ស្ដែងរឿងហ្នឹងរឿងគឺជីវិតពិតរបស់ក្មេងស្រីម្នាក់មុននឹងស្លាប់ហើយរបៀបថាមុននឹងស្លាប់គឺគេធ្វើទិរណកម្មគេរំលោភគេរបៀបថាវាយទាត់ធាក់ច្រើនមែនតើចាហើយរបៀបថាទីបំផុតណាអត់នឹកស្មានថាចេះរឿងនេះគឺបែរជាកើតឡើងពិតមែននៅក្នុងស្រុកខ្មែរយើងបងប្អូនហើយពិតជាគួរឲ្យអាណិតមែនទែនចំពោះបងអូនស្រីខាងយុវតីដែលជាជនរងគ្រោះទៅតែអាយុ15ឆ្នាំតែប៉ុណ្ណោះហើយរឿងវីណាខ្មោចតៃហោ7ថ្ងៃហ្នឹងជីវិតវីណាមុននឹងស្លាប់គឺអាភ័ព្វដូចគ្នាជាមួយនឹងកូនស្រីហ្នឹងតែម្ដងចាស្លាប់យ៉ាងអណ័យអាធំតែម្ដងដោយសារតែពួកជនអន្តរពាលក្រុមប្រហោះម៉ូតូដៃទំនើងទឹកក្មេងទំនើងដៃឆៅហ្នឹងចាគឺសម្រាប់ធ្វើបាបរំលោភបោកគ្នាហ្នឹងតតែស្លាប់តែហើយយើងទាំងអស់គ្នាគឺសូមថ្កោលទោសយ៉ាងមុតមមចំពោះទង្វើអន្តរពាលរបស់ក្រុមក្មេងទំនើងប្រៃផ្សៃទាំងអស់នេះសូមប្រព័ន្ធច្បាប់ដាក់ទោសឲ្យធ្ងន់កុំលើកលែងចំពោះករណីមួយនេះអសោះព្រោះដោយសារតែវាប្រៃផ្សៃមែនតើបងប្អូនបើគិតមើលបើសិនជាយើងកាត់ឡើងមកវិញសោកនាដកម្មដ៏គួរឲ្យសំណោះនេះគឺស្តៀងគ្នាមែនតើខ្ញុំរំលឹកការកុនមួយដែលមានឈ្មោះថាវីណាហ្នឹងគឺជាខ្សែរឿងរន្ធត់ពីព្រួនរបស់ប្រទេសឥណ្ឌូនេស៊ីហេតុការណ៍គឺកើតឡើងនៅប្រទេសឥណ្ឌូនេស៊ីតែម្ដងចាគេដកស្រង់ចេញពីជីវិតពិតចេញពីហេតុការណ៍ពិតឲ្យគេយកមករបៀបថាយកមកលេងជារឿងដើម្បីប្រចាំងឲ្យយើងមើលពីខ្សែជីវិតរបស់វីណាមុននឹងស្លាប់ហ្នឹងថាតើរបៀបថាគាត់ជាប់គ្រោះថ្នាក់បែបមិនអីបែបមិនខ្លះចឹងចាបងប្អូនឲ្យអ្នកមើលរឿងហ្នឹងគឺរបៀបថាយំទាំងអស់គ្នាតែម្ដងព្រោះដោយសារតើវាគឺជារឿងអយុត្តិធម៌មែនតើសម្រាប់វីណាហើយមួយទៀតហេតុអីបានខ្ញុំនិយាយថារឿងវីណាក៏ដូចជារឿងកូននេះវាដូចគ្នាត្រង់ថាចេះទី1កើតឡើងប៉ិតដូចគ្នាណាទី2រងគ្រោះព្រោះតែអ្នកទុកចិត្តហ្នឹងគឺដូចគ្នាទី3កើតហេតុដោយនារីរងគ្រោះថ្នាក់ហ្នឹងហើយជនបង្កហ្នឹងសិតតែក្មេងប្រុសមានច្រើនដូចគ្នាទាំងអស់ចាចំណុចទី5 9មិត្តភ័ក្តិប៉ុន្តែមិត្តភ័ក្តិហ្នឹងគឺអត់បានទៅដូចគ្នាចំណុចទី6កើតឡើងពេលយប់ដូចគ្នាចំណុចទី7មុនអនិច្ចកម្មគឺទទួលការធ្វើបាបនិងរំលោភបំពានផ្លូវកាយហ្នឹងគឺដូចគ្នាបែបដែរតែម្ដងចំពោះឈ្មោះប៉ិតក្មេងស្រីដែលស្លាប់នៅប្រទេសឥណ្ឌូនេស៊ីហ្នឹងគឺឈ្មោះវីណាប៉ុន្តែឯរឿងកើតឡើងកាលពីម្សិលមិញនៅស្រុកយើងនេះក្មេងស្រីដែលរងគ្រោះហ្នឹងគឺឈ្មោះថាលីណាចាគាត់ឈ្មោះថាលីណាអញ្ចឹងមួយវីមួយលីបងប្អូនចាំវាស្តៀងគ្នាសឹងតែថា99%បងប្អូនយល់វីណាមុននឹងគាត់ស្លាប់គឺគាត់ពិបាកមែនតើចាព្រោះដោយសារតែក្រុមជនអន្តរពាលហ្នឹងចាប់គាត់ទៅរំលោភច្រើនអ្នកមែនតើទី1រំលោភគាត់ហើយទី2របៀបថាវាយធ្វើបាបគាត់បងប្អូនវាយធ្វើបាបគាត់ឡងខ្ទេចសឹងតែថាខ្ទេចខ្លួនអស់ហ្មងណាទី3ណាកិនបើកម៉ូតូកិនលើជើងគ្នាតែម្ដងចាអញ្ចឹងមុននឹងវីណាស្លាប់ហ្នឹងគឺវាធ្វើទិរណកម្មខ្លាំងមែនតើហើយវាស្ដោះទឹកមាត់ស្ដោះអីនៅលើក្បាលរបស់វីណាអញ្ចឹងណាប៉ុន្តែយើងបកមកមើលរឿងកូនស្រីដែលគាត់ស្លាប់នៅក្នុងប្រទេសយើងវិញទៅតែអាយុ15ឆ្នាំហ្នឹងមុននឹងគាត់ស្លាប់ហ្នឹងគឺខាងជនអន្តរពាលហ្នឹងដាក់ថ្នាំឲ្យគាត់ញ៉ាំនៅក្នុងភេសជ្ជៈដល់ពេលញ៉ាំថ្នាំហើយវាចាប់ផ្ដើមធ្វើសកម្មភាពរំលោភបោកចារំលោភបោកហើយបន្ទាប់មកក៏វាចាប់ផ្ដើមសម្លាប់បំបិទមាត់តែម្ដងព្រោះដោយសារតែខ្លាចបាយការខ្លាចកូនស្រីនឹងរបៀបថានៅរស់នៅអីទៅបាយការទៅប្តឹងឪពុកម្ដាយទៅប្តឹងដល់សមត្ថកិច្ចចឹងទៅវាខ្លាចបាយការគេចាប់វាដាក់គុកដល់ពេលចឹងទៅវាក៏សម្រាប់កូនស្រីនឹងតែម្ដងទៅហើយបន្ទាប់មកវាក៏ចាប់ផ្ដើមធ្វើសកម្មភាពប្លន់យកខ្សែកអីចឹងទៅណាបងប្អូនចាយើងអត់ទាន់ដឹងទេថាមុននឹងគាត់ស្លាប់នឹងពួកអស់នឹងវាធ្វើអីខ្លះឬមួយក៏មិនអានឹងយើងអត់ទាន់ដឹងចម្លើយប៉ុន្តែវាសារភាពតែប្រមាណចំណុចនឹងថាវាក្នុងគ្នារំលោភបោកហើយក៏ចាប់ផ្ដើមសម្លាប់តែម្ដងតែមុននឹងសម្លាប់នឹងអត់ដឹងថាវាធ្វើអីទៀតទេព្រោះដោយសារតែឃើញនៅដៃរបស់កូនក្មេងដែលកូនស្រីមួយដែលស្លាប់នឹងគឺរបៀបថាមានស្នាមជាប់មានអីចឹងណាបងប្អូនហើយមុខគ្នាឡើងហើមមិនដឹងថាទៅវាយផ្ទះតបគ្នាប៉ុណ្ណាបើតាមសម្ដីរបស់បងស្រីបងស្រីរបស់កូនស្រីហ្នឹងគឺគាត់បាននិយាយថាវាដាក់ថ្នាំឲ្យប្រហែលបងគាត់អត់តន់នេះបងគាត់អត់តន់ឬថាជាថ្នាំអីស្រួលបួលអញ្ចឹងប្រហែលវាអាចនឹងវាយឬមួយក៏ផ្ទះតបធ្វើមិនឲ្យកូននឹងសន្លប់ហើយបានវាចាប់ដើមធ្វើសកម្មភាពបងប្អូនយល់ទេមាននេះ5ហើយ5ទៀតសម្រាប់ក្មេងៗស្រីៗជាពិសេសក្មេងៗដែរនៅអនិច្ចជន15 16 17នឹងពេញហើយចាអនិច្ចជនសុតហ្មងណាមិនមែនជនយុវវ័យអីណាកូនត្រូវស្ដាប់ឲ្យច្បាស់កុំសូវទុកចិត្តមនុស្សដែរយើងតែស្គាល់ឬមួយក៏ទោះបីស្គាល់យូរក៏ហើយស្គាល់យូរណាស់ក៏ហើយក៏អត់គួរទុកចិត្តគេដែរព្រោះមនុស្សនៅគឺពិបាកនៅក្នុងការទុកចិត្តណាស់បោកប្រាស់ឯងទាំងងាយតែម្ដងកុំសូវសម័យអស់ក្នុងការដើរលេងយប់ឬមួយក៏អត់មានដ
ដល់ដំណឹងផ្ដល់អីទៅខាងអ្នកផ្ទះឲ្យបានដឹងណាចាចេះតែដើរលេងអត់ដឹងមកអត់ដឹងក្រោយហើយទៅមួយមនុស្សដែលយើងទៅតែស្គាល់ឬមួយក៏មនុស្សដែលយើងស្គាល់ហើយព្រោះដោយសារតែយើងអត់អាចមើលចិត្តគេដឹងទេចាយើងអត់អាចមើលចិត្តគេដឹងថាតើអ្នកណាល្អអ្នកណាអាក្រក់ទេក្រៅពីគ្រួសារយើងអាចទុកចិត្តបានមួយទៀតកុំសប្បាយឆ្ងាញ់នឹងរបស់ដែរគេផេគេប៉ាវអីចឹងគេចាញ់លុយអីចឹងពីមនុស្សដែលយើងទៅតែស្គាល់ឬមួយក៏មនុស្សប្រុសអីចឹងទៅចាខ្ញុំនិយាយមនុស្សប្រុសមួយចំនួនកុំសូវសប្បាយឆ្ងាញ់នឹងរបស់ដែលគេផេច្រើនពេកហើយមុននឹងញ៉ាំអីនឹងត្រូវពិនិត្យមើលហងចាប្រយ័ត្នគេដាក់ថ្នាំទៅអីនៅក្នុងម្ហូបដាក់ថ្នាំនៅក្នុងទឹកអីគឺយើងអត់ដឹងទេបងប្អូនទៅត្រូវថ្នាំហើយគឺទៅរបស់គេក្មេងស្រីឥឡូវគឺរបៀបថាពួកគាត់ហានិភ័យមែនតើព្រោះដោយសារតែបើសិនជាបដ ாய் ឬមួយក៏អត់សូវមើលការខុសត្រូវចំពោះគាត់ទេគឺអាចនឹងងាយមានគេចាប់រំលោភឬមួយក៏គេធ្វើបាបសម្រាប់អីចឹងទៅដូចក្នុងករណីនេះចឹងបើសិនជាម៉ាក់ប៉ាបដ ாய் ពេកអាហ្នឹងក៏វាអត់កើតដែរមិនថាកូនយើងនិយាយអត់ស្ដាប់ហើយយើងបដ ாய் គាត់ទេណាព្រោះដោយសារតែគាត់ជាកូនស្រីចាអញ្ចឹងយើងត្រូវមើលថែគាត់ឲ្យបានដិតដល់មែនតើព្រោះដោយសារតែជៀសវាងកុំឲ្យមានបញ្ហាអ្នកដែលមានវិបត្តិសារីគឺយើងចាបើសិនជាវារំលោភហើយវាទុកជីវិតឲ្យអាហ្នឹងវាមានអីប៉ុន្តែអានេះវារំលោភហើយវាសម្រាប់ទៀតដោយសារតែអីវាខ្លាចបែកការអញ្ចឹងវាត្រូវតែសម្រាប់បំបត្តិមាត់ទេចាវាអាចនៅទុកបានទៀតទេហើយក្មេងៗប្រុសៗក៏អញ្ចឹងដែរមុននឹងធ្វើអ្វីមួយសូមគិតឲ្យបានល្អិតល្អន់ណាយើងត្រូវតែគិតយើងកុំនិយាយថាគុំគូឲ្យមុនគិតគិតឲ្យចាំគូអាហ្នឹងតើគូឲ្យមុនគិតខុសហើយចាយើងត្រូវគិតឲ្យបានដិតដល់ហើយយើងត្រូវគិតពីចិត្តឪពុកម្ដាយរបស់យើងដែលខំបង្កើតយើងមកនេះចាគាត់ស្រឡាញ់បីបាច់ថែរក្សាខំបង្កើតមករហូតដល់5 16អាពេញធំពេញរូបពេញរាងហើយកុំទៅធ្វើអាអំពើអ្វីដែលរបៀបថាអសង្គមស្អប់ខ្ពើមអាអំពើទាំងអស់ហ្នឹងគឺតែសង្គមស្អប់ខ្ពើមតែអារំលោភសម្រាប់ហ្នឹងឲ្យខ្លួនឯងទៅ15 16ទៅចារំលោភសម្រាប់គ្នាអញអត់ដឹងថាអាមានចិត្តគំនិតហ្នឹងកើតចេញមកពីណាវ័យប៉ុណ្ណឹងជាវ័យមួយដែលខិតខំប្រឹងរៀនបំផុតចាមិនមែនវ័យដើរលេងសប្បាយហឺហាបងភឿនជក់បរិយផឹកស៊ីចាយលុយឪពុកម្ដាយអត់ដឹងមុខអត់ដឹងក្រោយណាធ្វើឲ្យគាត់ពិបាកចិត្តហើយជក់បរិយញៀនថ្នាំញៀនអីចឹងទៅចាវ័យប៉ុណ្ណឹងគឺវ័យដែលកំពុងតែពេញរៀនបំផុតឪពុកម្ដាយមានសមត្ថភាពឲ្យរៀនហើយយើងខំប្រឹងរៀនទៅអ្នកខ្លះឪពុកម្ដាយអត់មានសមត្ថភាពឲ្យរៀនប៉ុន្តែយើងខំប្រឹងរៀនណាកូនស្រីកុំខំប្រឹងពេកឲ្យរឿងដើរលេងយប់ដើរលេងសប្បាយស៊ីចាយអីហ្នឹងព្រោះដោយសារតែយើងអត់ដឹងថាអ្នកណាល្អជាមួយយើងអ្នកណាអាក្រក់ជាមួយយើងទេប្រយ័ត្នអស់ទាំងខ្លួនហើយអស់ទាំងជីវិតទៀតហើយអ្នកដែលស្ដាយក្រោយអ្នកដែលមានវិបត្តិសារីហ្នឹងគឺម្ដាយឪពុកយើងហ្នឹងហើយកើតកូនមកហើយតាំងពីបាតជើងក្រហមល្ងៀនតែធ្វើបាបកូនចុងក្រោយគេយកទៅរំលោភហើយគេយកទៅសម្លាប់ទៀតអាហ្នឹងអញ្ចឹងណាចិត្តម្ដាយឪពុកឈឺចាប់ណាបើមិនជាជួបរឿងអញ្ចឹងមែនណាអញ្ចឹងសូមយល់ដល់ចិត្តគាត់ផង